Honda Click 160cc ឬក៏ Yamaha Aerox Alpha Turbo តើមួយណាជាជម្រើសសម្រាប់បងប្អូនទាំងអស់គ្នាសួស្តីបងប្អូនទាំងគ្នាជាពិសេសអ្នកដែលស្រឡាញ់ចរិតម៉ូតូស្វាគមន៍មកកាន់ Moto Zone នៅក្នុងឆ្នាំ2023ក្រុមហ៊ុន Honda បានធ្វើការអាប់ដេតថ្មីទាំងស្រុងសម្រាប់ Honda Click 160cc នៅក្នុងទីផ្សារប្រទេសកម្ពុជារួមមានការ design និងម៉ាស៊ីនថ្មីហើយនៅក្នុងឆ្នាំ2025នេះផងដែរក្រុមហ៊ុន Yamaha Indonesia ក៏មិននៅស្ងៀមដែរដោយបានអាប់ដេតនៅ Yamaha Aerox 155cc របស់ខ្លួនឲ្យកាន់តែស្អាតនិងខ្លាំងជាងមុនដើម្បីប្រជែងទីផ្សារតើម៉ូតូទាំងពីរខាងលើនេះមានចំណុចខ្លាំងអ្វីខ្លះតោះតាមដានវីដេអូនេះទាំងអស់គ្នាចំពោះម៉ូតូទាំងពីរខាងលើខ្ញុំសូមលើកយកការ design របស់ Honda Click 160cc មកនិយាយមុនដោយវាត្រូវបានក្រុមហ៊ុនធ្វើការ design ថ្មីទាំងស្រុងខ្ញុំហៅការ design នេះថា Martial and Sporty មើលទៅបែបសាច់ដុំហើយ sport ជាងមុនដោយវាត្រូវបានរចនាក្នុងគោលគំនិតជាប្រភេទ urban scooter សម្រាប់បើកបរក្នុងក្រុងនិងផ្លូវស្រួលដោយផ្នែកខាងមុខបំពាក់នៅសំណុំភ្លើងចង្កៀងបំភ្លឺផ្លូវភ្លោះជាប្រភេទចំណាំង LED ខាងលើជាភ្លើង daytime running light និងភ្លើងស៊ីញ៉ូឆ្វេងស្ដាំចំណែកភ្លើងកន្ទុយក្រោយត្រូវបានរចនាមានទំហំធំអមជាមួយនឹងភ្លើងស៊ីញ៉ូជាប្រភេទ LED ដូចគ្នានៅផ្នែកខាងលើភ្លើងបំភ្លឺផ្លូវគឺជាកុងទ័រម៉ូតូដែលបានរចនាស្អាតជាប្រភេទ Digital ដែលបង្ហាញព័ត៌មានទាក់ទងទៅនឹងម៉ូតូចំណែកនៅសងខាងកុងទ័រនេះគឺជា handlebar ដែលមានប្រាប់បញ្ជានៅសងខាងនៅចន្លោះអ្នកបើកបរនិង handlebar គឺជាធុងសាំងមានចំណុះ 5.5 លីត្រដែលផ្គត់ផ្គង់សាំងបានកាន់តែឆ្ងាយឥឡូវគុំទាន់ទៅណាឆ្ងាយយើងមកនិយាយអំពីការ design របស់ Yamaha Aerox Alpha Turbo វិញម្ដងដោយក្រុមហ៊ុន Yamaha បាន design ថ្មីក្នុងគោលគំនិតបើកបរនៅក្នុងក្រុងដូចទៅនឹង Honda Click ដែលក្រុមហ៊ុន Yamaha បានហៅការ design នេះថា New Design Super Sport Scooter ដោយរួមបញ្ចូលការ design ពី All Series និង Moto Scooter មើលទៅស្រស់ស្អាតនិងទាក់ទាញមែនទែននៅផ្នែកខាងមុខបំពាក់ភ្លើងបំភ្លឺផ្លូវជាគុជ LED projector ចំនួន2អមដោយភ្លើង daytime running light និងភ្លើងស៊ីញ៉ូនៅផ្នែកខាងលើក្បែរនោះនៅខាងលើសំណុំភ្លើងបំភ្លឺផ្លូវជាកុងទ័រថ្មីមានទំហំ5អ៊ីងជាប្រភេទ TFT Colorful Display ដែលអាចបង្ហាញមុខងារផ្សេងៗទាក់ទងទៅនឹងម៉ូតូបានច្បាស់ល្អចំណែកនៅសងខាងកុងទ័រនោះគឺជា handlebar ដែលនៅសងខាងមានប្រាប់បញ្ជាមើលទៅស្មុគស្មាញជាង Honda Click 160cc បន្តិចរួមមាន driving mode wide shift ជាដើមនៅចន្លោះអ្នកបើកបរនិងកុងទ័រគឺជាធុងសាំងថ្មីដែលមានចំណុះ 5.5 លីត្រសម្រាប់គ្រប់គ្រងក្នុងការបើកបរមានទំហំប៉ុនគ្នាជាមួយនឹង Honda Click 160cc ដែរចំណែកភ្លើងកន្ទុយក្រោយត្រូវបានរចនាដោយយក style ពី Moto Sport របស់ Yamaha អមដោយភ្លើងស្ញូឆ្វេងស្ដាំនៅក្បែរនោះជាប្រភេទ LED ដូចគ្នាម៉ាស៊ីនជាចំណុចប្រៀបធៀបធំមួយរវាងម៉ូតូទាំងដោយ Honda Click 160cc បានបំពាក់ម៉ាស៊ីនថ្មីជាប្រភេទ ESP Plus កម្លាំង 156.93cc ជាប្រភេទ SOHC ដំណើរការចំណេះមាន4តង់បញ្ចុះកម្ដៅទឹកស្អំមានស៊ូប៉ាបចំនួន4ដែលប្រេងលំអិលកាត់ម៉ូតូសំណាក់កំហាប់ 10W30 ចំណុះ 0.9 លីត្រមានប្រអប់លេខជាប្រភេទ CVT ម៉ាស៊ីននេះផលិតកម្លាំងបាន 15.9 សេសក្នុងកម្រិតជុំម៉ាស៊ីន 8500 RPM និងកម្រិតរមួល 14.7 Nm ក្នុងកម្រិតជុំម៉ាស៊ីន 6500 RPM ចំណែកឯ Yamaha Aerox Alpha Turbo វិញបានបំពាក់ម៉ាស៊ីនកម្លាំង 155cc ថ្មីមានដំណើរការចំណេះ4តង់បញ្ចុះកម្ដៅដោយទឹកស្អំមានសុភាពចំនួន4ផ្សាររំអិលកាត់បន្ថយសំណើមដោយប្រេងកំហាប់ 10W40 ចំណុះ 1 លីត្រប្រើប្រអប់លេខថ្មីជាប្រភេទ YECVT ផលិតកម្លាំងបាន 15 សេសក្នុងកម្រិតជុំម៉ាស៊ីន 8000 RPM និងកម្រិតរមួល 14.2 Nm ក្នុងកម្រិតជុំម៉ាស៊ីន 6500 RPM ប្រហាក់ប្រហែលគ្នាទៅនឹង Honda Click 160ដែរលើសពីអ្វីដែលបានរៀបរាប់ខាងលើម៉ាស៊ីននេះបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗរួមមាន VPA Blue Core ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Yamahaប្រព័ន្ធបូមជាចំណុចពិភាក្សាធំមួយបន្ទាប់ពីម៉ាស៊ីនដោយម៉ូតូទាំងពីរនេះបានបំពាក់បូមមុខជាប្រភេទ telescopic fork ដូចគ្នាតែនៅក្នុងឆ្នាំ2025នេះ Yamaha Aerox Alpha Turbo បានកែសម្រួលឲ្យកាន់តែល្អជាងមុនរីឯបូមក្រោយរបស់ Honda Click ជាប្រភេទបូមទូលឯ Yamaha Aerox វិញជាប្រភេទបូមភ្លោះ soft tank បើគិតពីគុណភាពបូមក្រោយខ្ញុំសូមឲ្យមេដាយទៅក្រុមហ៊ុន Yamaha ហើយតែអ្នកប្រើប្រាស់ Honda Click មិនទាន់អន់ចិត្តអីយើងអាចអាប់ដេតបូមក្រោយបានតាមក្រោយតែត្រូវចំណាយលុយក្រៅបន្តិចបើនិយាយពីបូមយើងមិនភ្លេចឡើយប្រព័ន្ធកង់ដែលជាគ្រឿងបង្គុំមួយសម្រាប់ម៉ូតូផ្លាស់ទីបាន Honda Click 160cc បានបំពាក់កង់មុខដែលមានសម្បកទំហំ 110/80/14MC និងកង់ក្រោយបំពាក់សម្បកមានទំហំ 120/70/14MC ហើយ Yamaha Aerox Alpha Turbo វិញបានបំពាក់កង់មុខមានសម្បកទំហំ 110/80/14MC និងកង់ក្រោយមានទំហំ 140/70/14MC កង់ទាំងនេះជាប្រភេទគ្រឿងពោះវៀនបើសិនជាយើងនិយាយអំពីទំហំកង់ Yamaha Aerox ល្អជាងនៅក្នុងការជិះផ្លូវបែប corner
បាននិយាយពីកង់យើងផ្លេចទេប្រព័ន្ធ Frank ដោយ Honda Click 160C បានបំពាក់ Frank Disc មកក្រោយចំពោះ option ABS ចំពោះ Yamaha Aero វិញបានបំពាក់ Frank Disc មកក្រោយដែរតែមានមុខងារ Dual Channel ABS គឺពិតជាមែនទែនសរុបមកម៉ូតូទាំងពីរនេះមានការ design ស្អាតម្យ៉ាងម្នាក់វាមានចំណុចល្អដូចគ្នាមួយចំនួនដូចជាក្លុបក្រោមកែធំទូលាយមុខងារសាកថ្មទូរស័ព្ទសោ Smart Key ជាដើមប៉ុន្តែ Yamaha Aerox Alpha បានបំពាក់បច្ចេកវិទ្យាច្រើនជាង Honda Click ដែលក្នុងនោះរួមមាន Dual Channel ABS Traction Control Wide Connected ដែលអាចបើកមុខងារផែនទីបានកុងទ័រថ្មីជាប្រភេទ TFT Colorful ជាដើមសម្រាប់ខ្ញុំដែលជាអ្នកឆ្លាញ់ម៉ូតូខ្ញុំជ្រើសរើសយកទាំងពីរតើបងប្អូនអ្នកឆ្លាញ់ម៉ូតូទាំងអស់គ្នាយល់យ៉ាងណាចំពោះការប្រៀបធៀបខាងលើនេះសូមធ្វើការបញ្ចេញយោបល់បងប្អូនក្នុង comment ខាងក្រោមខ្ញុំបាទ Mr. Moto សូមអរគុណនិងសូមគោរពលាបាយបាយ